taអ្នកទាំងពីរប្រកាសចិត្តហើយមែនទេថានឹងធ្វើការវះកាត់ចំបំពង់មេជីវិតនោះបាទខ្ញុំប្រកាសហើយបើអាចរៀបចំការវះកាត់នៅថ្ងៃនេះគឺកាន់តែល្អចាំបន្តិចសិនមានរឿងអីមែនទេឬក៏បោះបង់ចោលទៅពិធីពន្យាកំណើតមានច្រើនណាស់មិនចាំបាច់ឲ្យបងមកវះកាត់បែបនេះទេវាមិនមែនជារឿងសំខាន់គឺបងសម្រាប់ចិត្តធ្វើវាវ៉ាន់ពេលអូនសម្រាប់កូនប្រុសយើងតាំងពីសម្រាប់ធម្មជាតិរហូតដល់វះកាត់រាល់វិនាទីដែលបងនៅខាងក្រៅវាពិតជាឈឺចាប់ខ្លាំងណាស់អូនសម្រាប់បានកូនប្រុសស្រីឲ្យបងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយបងមិនចង់ឲ្យអូនរងទុក្ខក្នុងការសម្រាប់កូនទៀតទេបងមិនចង់ឲ្យអូនមានគ្រោះថ្នាក់សំបីតែនេះស្ដាប់តាមបងទៅណាប៉ុន្តែលោកគ្រូពេទ្យថាវាសាមញ្ញទេកុំគិតច្រើនអីមិនអីទេណាចុះបើរឿងនេះដឹងដល់អ្នកក្នុងក្រុមហ៊ុនតើពួកគេនឹងពួកគេគិតយ៉ាងម៉េចវាមិនសំខាន់ទេពាក្យសម្ដីអ្នកដទៃក៏បងមិនខ្វល់ដែរនៅក្នុងភ្នែកបងសុខភាពអូនសំខាន់ជាងអ្វីទាំងអស់កុំគិតច្រើនអីណាលោកគ្រូពេទ្យយើងពិភាក្សាគ្នាហើយសម្រាប់ចិត្តថាធ្វើបាទអញ្ចឹងទៅពីនៅក្នុងបញ្ហានេះអាចវះកាត់បានហើយលោកគ្រូពេទ្យតើវាពិតជាគ្មានគ្រោះថ្នាក់មែនទេចុះការសម្រាប់ព្យាបាលពិបាកខ្លាំងទេកុំបារម្ភអីនេះជាការវះកាត់តូចតាចទេឆាប់ជាសះស្បើយណាស់វាមិនប៉ះពាល់ដល់សុខភាពឬការរស់នៅប្រចាំថ្ងៃឡើយឃើញទេគ្មានបញ្ហាអីឡើយលោកសិនលីវៀនដល់វិញលោកហើយបាទលោកសិនអញ្ជើញចូលខាងក្នុងបាទខ្ញុំមិនដែលនឹកស្មានថាបុរសដែលមានអំណាចក្នុងពិភពចំនួនម្នាក់នេះសុខចិត្តមកធ្វើការវះកាត់បែបនេះដើម្បីតែរូបខ្ញុំសោះបងមានអារម្មណ៍មិនស្រួលត្រង់ណាទេឈឺខ្លាំងអត់បងមិនឈឺទេបងមិនអីទេអញ្ជើញទៅសម្រាប់នៅបន្ទប់សិនទៅគ្មានអ្វីខុសប្រក្រតីទេអាចត្រឡប់ទៅផ្ទះបានហើយបងចង់ញ៉ាំអីអត់ចាំអូនទៅទិញបងមិនឃ្លានទេ